ប៉ះជាមួយកីឡាករសនរ៉ាគីមខ្ញុំបានក៏សូមបង្ហាញជូនសមត្ថភាពកីឡាករបង្គោលក្រហមទូចដេវីតគាត់មានវ័យ22ឆ្នាំកម្ពស់ 1m70 គីឡូ60បទពិសោធន៍នៃការប្រកួត71ដងឈ្នះ61ចាញ់8ស្មើ2ធ្លាប់ផ្ដួលដៃគូឲ្យបាត់បង់ស្មារតី36លើកប្រកួតចុងក្រោយយកឈ្នះកីឡាករសេកកំសាន្តនៅក្នុងទឹកទី1ដែលធ្វើឡើងនៅខេត្តសៀមរាបថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខណ៍វត្តសេមាមានស្រុកកំណើតនៅភូមិព្រៃដងឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលបង្ហាត់ដោយលោកគ្រូវង្សស៊ីថៃមកពីក្លឹបសម្រាប់គុណខ្មែរសមាគមកីឡាកងយុទ្ធពលខេមរៈភូមិន្ទលោកស្រីនាងកញ្ញាក៏សូមស្វាគមន៍មកបានខ្លាំងទៅដល់អ្នកលេងអណ្ដាប់ដៃដែកទូចដេវីដល់ហើយសមត្ថភាពកីឡាករបង្គោលខៀវពុតសម្បូរអាយុ24ឆ្នាំកម្ពស់ 1m72 ទម្ងន់60គីឡូក្រាមដូចគេក្រៃបទពិសោធន៍នៃការប្រកួតធ្លាប់ឈ្នះ82ដងចាញ់28ដងស្មើ2ដងធ្លាប់បំបាក់គូប្រកួតឲ្យបាត់បង់ស្មារតី27លើកប្រកួតចុងក្រោយស្មើពិន្ទុជាមួយកីឡាកររបស់ថៃថ្វាយបង្គំគ្រូរំលឹកគុណគ្រូពុតសម្បូរមានស្រុកកំណើតនៅឃុំទន្លេបាត់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបង្ហាត់ដោយលោកគ្រូម៉ាក់សខននិងលោកគ្រូម៉ាក់សមឿនមកពីក្លឹបបញ្ជាការដ្ឋានកំភ្លើងធំសមាគមកីឡាកងយុទ្ធពលខេមរៈភូមិន្ទលោកស្រីនាងកញ្ញាសូមស្វាគមន៍បានខ្លាំងទៅដល់កីឡាករបង្គោលខៀវពុតសម្បូរបាទពុតសម្បូរមុនឲ្យឈានមកដល់ទីចុងប្រន់នេះពុតសម្បូរបានយកឈ្នះកីឡាករជើងខ្លាំងប៉ែនកាក់រិទ្ធស័យនៅក្នុងទឹកទី1រីឯទូចដេវីតក៏ដូចគ្នាដែរគេឈ្នះកីឡាករសេកកំសាន្តនៅក្នុងទឹកទី1កាលពីវគ្គជម្រុះនៅក្នុងខេត្តបាទការពុតសម្បូរក៏ធ្វើឡើងនៅទីក្រុងបាវិតខេត្តស្វាយរៀងរីឯទូចដេវីតដែលឈ្នះហ្នឹងគឺឈ្នះនៅខេត្តសៀមរាបកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញាកណ្ដាលលឹកចំណាំកីឡាករទាំងពីរកំពុងតែស្ដាប់ការណែនាំពីអ្នកឲ្យទឹកក៏ដូចជាគ្រូបង្វឹកបាទមុននឹងឈានចូលទៅដល់ការប្រកួតនាពេលដ៏ខ្លីខាងមុខនេះបាទនេះគឺជា match មួយដ៏សំខាន់ហើយបាទសម្រាប់អ្នកទាំងពីរបាទនៅក្នុងដំណើរឆ្ពោះទៅក្រសោបយករថយន្តខ្លាញ់គោពី Boost Strong នៅរាត្រីនេះបាទទូចដេវីតកំពុងតែសម្លៀងកដាប់ដៃហើយត្រៀមប្រុងព្រៀបប្រកួត Boost Strong King of Fighter គុណខ្មែរគូទី3ដែលជាគូដណ្ដើមឡានវគ្គជម្រុះទឹកទី1បាទបង្គោលក្រហមទូចវីបង្គោលខៀវពុតសម្បូរបាទមួយល្អដៃមួយល្អជើងបាទមានអីប៉ះគ្នាបាទចាំមើលបាទអ្នកណាបាទអូយបាទចូលមកមកជើងឆ្វេងនិយាយមិនទាន់ផុតពីមាត់ផងបាទមកជើងឆ្វេងលត់តែផ្លាប់ពីពុតសម្បូរបាទទាត់ឆ្វេងមួយទៀតអូយបាទពុតសម្បូរលេងធ្ងន់តែម្ដងបាទខៅឆ្វេងមួយដេវីតបាទសម្បូរបាទទូចដេវីតអត់បញ្ហាទេទោះបីជាចូលមកជើងពេញសិចតែម្ដងបាទហាត់ដល់ណាបាទហាត់មិនដល់អាចនឹងមានបញ្ហាបាច់មិញនេះបាទអូយបាទសម្បូរឆ្វេងមកគាត់មកមួយគេថាធ្ងន់បាទប៉ុន្តែទៅមកទាំងអស់អូយបាទទាត់ចំបដាប់ហាមគាត់បាទឥឡូវលោកអញ្ញាកណ្ដាលសម្រួលមកតិចសិនបាទពុតសម្បូរបាទប្រយ័ត្នប្រយែងបាទអចេតនាទេមិនបញ្ហាបាទហៅឆ្វេងមួយពីដេវីតបាទម៉ាត់ពោះទឹកមួយសម្បូរទាត់ជើងក្រៅមួយដេវីតទាត់ឆ្វេងសងវិញបាទសោកឆ្វេងម្ដាយមួយបាទច្រត់អីសីមួយសិនពីដេវីតបាទមួយសម្បូរបាទទាត់កផ្លូវឆ្វេងរបស់ដេវីតបាទដេវីតឆក់ស្នាមមួយបាទសោកស្នាមតាមម្ដាយទៀតបាទបាត់ស្នាមមួយពីដេវីតមហាមែនដែរបាទសោកដៃមួយទាត់ឆ្វេងមួយពីសម្បូរបាទតូកាយគ្នាមួយទាត់ឆ្វេងមួយពីសម្បូរទាត់ឆ្វេងទៅចាក់ជើងបានម្ដាយស្នាមរបស់ដេវីតវិញបាទឆក់ពោះទឹកមួយល្អមែនទេពីដេវីតបាទច្រត់អីស្អីមួយបាទចលោមួយសិនទ
ទាត់មួយបាទលាត់តែផ្លាប់តែម្ដងបាទបាច់ជើងនេះឆ្រាញ់ដូចប៊ូស្រងអញ្ចឹងបាទខៅឆ្វេងមួយបាទខៅស្ដាំមួយទាត់ឆ្វេងមួយចាក់ជើងបានអើយយ៉ាងបាច់អត់បាច់បាទក្រោមលឿនសម្រាប់ទូចទេវិញបាទទាត់ឆ្វេងមួយទៀតអូយបាទបាត់ឆ្វេងមួយពីសម្បូរអូយហូរមួយមកបងប្អូនបាទទាត់ឆ្វេងធ្ងន់អីបាទតោដៃគ្នាអើយតោដៃគ្នាអូយមកដៃឆ្វេងមកសម្បូរចូលបាត់គុំទៅជារបស់ទូចទេវិញ3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
អូយ សូមគ្រូពេទ្យបាទគ្រូពេទ្យបញ្ញាតិចបាទសូមជួយ បាទលោកគ្រូពេទ្យលឿនតិចបាទធ្វើការសង្គ្រោះបឋមបាទចូលមកដៃឆ្វេងរបស់បាទពុតសម្បូរបាញ់មែននេះបាទខ្ញុំស្រែកដល់ចង់ផ្លាត់សម្លេងលោកវិលុតបាទគ្មានវិនាទីណាមួយដែលខ្ញុំអង្គុយទេបាញ់មែននេះ សូមរូបភាពយឺតបាទសូមរូបភាពយឺតបាទតើកណ្ដាប់ដៃកន្លែងណាឬក៏ត្រូវកន្លែងណាបាទទេសនាណែសូមទេសនាលោកឆ្វេងធំទឹកពីដេវីតសម្បូរថយបន្តិចបដូរកណ្ដាប់ដៃគ្នាបាទតាមមើលណែកັບតឡាឆ្វេងមួយដរិចឆ្វេងកន្លែងនេះពីសម្បូរណែដរិចឆ្វេងប៉ាក់ពាកកន្លែងនេះអត់អីបដូរកន្លែងនេះមួយទៀតដរិចឆ្វេងណែទៅទៀតញាក់លោកស្ដាប់មកមុនណែដល់រឆ្វេងគុលអូយគុំទៅសៀតកាបាទអូយ មើលពីក្រោមមិញដូចចូលគុំទៅជាតែប៉ិតមើលចំបាទចូលសៀតផ្កាមកដៃឆ្វេង លុកក្រាស់តែម្ដង អូយបាទសរសើរបាទសម្បូរក៏បានចូលទៅបាទសុំអធិស្ឋានទៅកាន់មិត្តរួមអាជីពផងដែរបាទនៅលើសង្វៀនគឺជាសត្រូវប៉ុន្តែចុះទៅក្រោមវិញមិត្តភាពនៅតែធម្មតាបាទសម្បូរក៏បានគ្រាបាទទូចដេវីតបាទចុះពីលើសង្វៀនបាទបង្ហាញពីស្មារតីកីឡាបាទគោលការណ៍ Fair Play បាទធ្វើបានល្អមែនទែនបាទពុតសម្បូរនៅថ្ងៃនេះបាទមិនឲ្យរបូតឱកាសជាលើកទី2ឬយ៉ាងណាបាទនៅសល់ការប្រកួតមួយលើកទៀតយើងនៅបានដឹងបាទប៉ុន្តែទូចដេវីតបាទនៅមិនទាន់ត្រឡប់មកវិញទៅឡើយទេបាទនៅមិនទាន់មានស្មារតីពេញលេញទៅឡើយទេបាទលោកគ្រូពេទ្យកំពុងតែបាទជួយបាទសម្រួលមើលបាទដេវីតក៏គាត់ធ្វើបានល្អដែរបាទសូមពុកម៉ែបងប្អូនទះដៃជាកម្លាំងចិត្តឲ្យទូដេវីតមួយមកបាទអរគុណច្រើនបាទទូដេវីតក៏ឈ្នះចិត្តអ្នកគ្រប់គ្រងបន្តិចដែរនៅរាត្រីនេះបាទគាត់បានខំប្រឹងអស់សមត្ថភាពតែម្ដង គណៈតបដីជាទីគោរពរបស់លោកស្រីនាងកញ្ញាជាទីមេត្រីការប្រកួតមិនចប់ទឹកទេអបអរសាទរអន្ត្រីខ្មៅក្រញ៉ាំពីខៀតដងទលេសាបពុតសម្បូរឥឡូវនេះយើងរកឃើញឯពុតសម្បូរត្រូវប៉ះជាមួយនឹងសូនរ៉ាគីមអ្នកដែលឈ្នះនឹងទទួលបានឡាន boost